បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់ជាទីគោរពរាប់អានបាទពេលនេះខ្ញុំបាទសូមមកចែករំលែកនៅរូបមន្តថ្នាំមួយស៊ុំបាទសម្រាប់ព្យាបាលជំនួយលឹងដែលរូបមន្តនេះដកស្រង់ចេញពីសៀវភៅបាទគ្រូឱសថបុរាណចំនួនទី1បាទលោកគ្រូឱសថបុរាណឈ្មោះពកហែមភេទប្រុសអាយុ65ឆ្នាំអាយុ69ឆ្នាំបាទអាយុ69ឆ្នាំអាស្រ័យដ្ឋានភូមិព្រះអង្គធំភ្នំគូលែនបាទឃុំភ្នំភ្នំស្រុកស្វាយលើខេត្តសៀមរាបបាទលេខទូរស័ព្ទទំនាក់ទំនង012 689 264រូបមន្តថ្នាំព្យាបាលជំងឺខ្សោយជំងឺជំនួយលឹងបាទឈ្មោះរុក្ខជាតិឱសថ1ឬផ្ដាវក្រែក20ក្រាមបាទ2ឬញ័រធំ20ក្រាម3បំពង់ក្លំ15ក្រាម4ដកទក់20ក្រាម5លវៀងបាទលវៀង20ក្រាមអញ្ចឹងសូមជម្រាបជូនពុកម៉ែបងប្អូនបាទលវៀងនេះយើងអាចយកសម្បកក៏បានយកដើមក៏បានណាបាទ20ក្រាមបាទវិធីប្រើបាទលីងបាទលីងឲ្យក្រអូបរួចត្រាំស្រាហូបមួយកែវមួយកូនកែវតូចមួយដងមួយថ្ងៃ3ដងអញ្ចឹងបានន័យថាពុកម៉ែបងប្អូនពិសាត្រឹមតែមួយកូនកែវតូចម្ដងបានហើយបាទមួយថ្ងៃ3ដងហ្នឹងណាបាទហើយចំណែកសូរ៉ាបាទសូរ៉ាខ្ញុំសុំណាសុំឲ្យពុកម៉ែបងប្អូនយកសូរ៉ាដែលមានធាតុខ្លាំងណាចាប់ពី50ទៅ60 អីអញ្ចឹងទៅបាទដើម្បីយកមកត្រាំឲ្យថ្នាំណាឲ្យថ្នាំនេះវាចេញឲ្យថ្នាំចេញហើយទៅមានជាតិមានកម្រិតជាតិថ្នាំនឹងខ្លាំងបើពុកម៉ែបងប្អូនយកអាសូរ៉ាហ្នឹងខ្សោយបាទត្រាំមិនចេញថ្នាំទេណាបាទអញ្ចឹងអត់មានគុណភាពថ្នាំទេពុកម៉ែបងប្អូនពិសាទៅវាមិនបានផលឡើយណាបាទមិនបានផលឡើយបើបានផលក៏វាយឺតណាពុកម៉ែបងប្អូនយឺតបាទឧទាហរណ៍ថាបើបោះគេខ្លាំង4អាទិត្យមានប្រតិកម្មល្អចំណែករបស់យើងខ្សោយឡើង6 7អាទិត្យអីអញ្ចឹងទៅវាល្អទៅវាប្រកែទៅវាល្អវាប្រតិកម្មអញ្ចឹងណាពុកម៉ែបងប្អូនហ្នឹងអញ្ចឹងហើយរូបមន្តថ្នាំនេះបាទពុកម៉ែបងប្អូនអាចពិសាបានទាំងបុរសទាំងស្ត្រីណាបាទអ្វីបិទតែខ្ញុំមិនមែនជាលោកគ្រូពកហែមប៉ុន្តែធ្លាប់ខ្ញុំមានបទពិសោធន៍បាទអាចពិសាបានទាំងបុរសទាំងស្ត្រីណាបើចំពោះស្ត្រីណាដែលគាត់ដូចថាអស់ចំណង់ផ្លូវភេទបាទគាត់រៀងល្វើយអស់ចំណង់ផ្លូវភេទគាត់យើងអាចណាឲ្យគាត់ពិសាឬក៏អាចរកណារូបមន្តថ្នាំនេះពិសាជាមួយគ្នាបានបាទធ្វើឲ្យគាត់មានអារម្មណ៍បាទមានអារម្មណ៍មានសុខភាពល្អបាទគាត់មានសុខភាពល្អមានអារម្មណ៍មកវិញណាហើយគាត់ទទួលទានណាអាហារម្ហូបបាយអីឆ្ងាញ់បាទទទួលទានឆ្ងាញ់មានអារម្មណ៍ល្អបាទអញ្ចឹងកម្លាំងកាយមកមួនបាទអញ្ចឹងអាចមកត្រូវជាមួយយើងវិញហើយណាចំពោះបងបុរសបាទហ្នឹងក៏ដូចគ្នាដែរបាទទាំងបុរសទាំងស្ត្រីណាអញ្ចឹងរាល់ការនិយាយមានការខុសឆ្គងលើលុះយ៉ាងណាក៏សូមពុកម៉ែបងប្អូនអធិស្ឋានដោយសេចក្តីអនុគ្រោះណាបាទសូមអធិស្ឋានដោយសេចក្តីអនុគ្រោះនិងសូមជូនពរពុកម៉ែបងប្អូនទាំងអស់ឲ្យជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនសូមអរគុណសូមជម្រាបលាបាទសូមអរគុណ